តាលោកអ្នកយល់ឃើញយ៉ាងណាលើស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ2026នេះមនុស្សភាគច្រើនប្រតិកម្មនៅពេលនិយាយអំពីអចលនទ្រព្យកម្ពុជានឹងមានភាពប្រសើរនៅឆ្នាំ2026ផ្ទុយទៅវិញពួកគេទូទីធនិយមលើទីផ្សារសម្រាប់វិស័យនេះបញ្ហានេះបានធ្វើឲ្យអ្នកជំនាញនានាបានរក្សានូវភាពស្ងៀមស្ងាត់និងលើកឡើងដោយប្រុងប្រយ័ត្នមុនពេលផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាននានាទោះជាយ៉ាងណាទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាកំពុងមានស្ថិរភាពបន្ទាប់ពីការផ្គត់ផ្គង់លើសនិងការកែតម្រូវអស់រយៈពេលជាច្រើនឆ្នាំដោយកំណើនតម្លៃកម្រិតមធ្យមត្រូវបានគេរំពឹងទុករហូតដល់ឆ្នាំ2026ទីផ្សារលំនៅឋានជាពិសេសនៅក្នុងផ្នែកលំនៅឋានដែលមានតម្លៃសមរម្យនិងកម្រិតមធ្យមកំពុងងើបឡើងវិញខ្លាំងជាងផ្នែកលំនៅឋានប្រណីតនៅក្នុងបរិបទសេដ្ឋកិច្ចដែលកម្ពុជារំពឹងថានឹងមានកំណើនផលិតផលក្នុងស្រុកសរុបប្រហែល 5% វាគាំទ្រដល់តម្រូវការលំនៅឋាននិងការអភិវឌ្ឍទីក្រុងទី1ចលនាទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យនិងកម្រិតមធ្យមនិងមានតម្រូវការខ្លាំងបំផុតពីអ្នកស្រុកដែលមានប្រាក់ចំណូលមធ្យមនិងអ្នកប្រើប្រាស់ចុងក្រោយតម្លៃត្រូវបានព្យាករណ៍ថានឹងកើនឡើងកម្រិតមធ្យមប្រហែល 5 ទៅ 10% ជារៀងរាល់ឆ្នាំនៅក្នុងទីផ្សារសំខាន់ៗនៅភ្នំពេញផលចំណេញពីការជួលអាចបន្តមានសុខភាពល្អប្រហែលដែលមានអត្រាចន្លោះពី6 ទៅ 8% នៅក្នុងទីក្រុងធំៗដូចជាភ្នំពេញផ្នែកទាំងនេះងាយស្រួលលក់ឬជួលបំផុតព្រោះវាត្រូវគ្នាទៅនឹងអំណាចទិញពិតប្រាកដនិងតម្រូវការរបៀបរស់នៅរបស់អ្នកស្រុកនិងជនបរទេសទី2លំនៅឋានប្រណីតនិងខុនដូលំដាប់ខ្ពស់មិនមែនជាកំណើនឈានមុខគេនៅឆ្នាំ2026ឱកាសតម្លៃមានប៉ុន្តែមានហានិភ័យខ្ពស់និងរយៈពេលកាន់កាប់យូរជាងតម្លៃអចលនទ្រព្យនៅក្រុងភ្នំពេញមានស្ថិរភាពឬកើនឡើងបន្តិចជាទូទៅមិនផ្លាស់ប្ដូរជារៀងរាល់ឆ្នាំជាមួយនឹងកំណើនមធ្យមពី 2 ទៅ 5% ឬច្រើនជាងនេះអាស្រ័យលើទីផ្សាររងខុនដូកម្រិតមធ្យមនិងផ្ទះនៅតាមបុរីនានាបុរីបង្ហាញពីការកើនឡើងល្អជាងអង្គភាពខុនដូកម្រិតខ្ពស់ស្រុកដែលកំពុងរីកចម្រើនឧទាហរណ៍តំបន់ខាងក្រៅមួយចំនួនផ្ដល់ជូនតម្លៃកាន់តែច្រើនក្នុងមួយចំណុចតម្លៃនិងតម្រូវការជួលទី3អចលនទ្រព្យឧស្សាហកម្មនិងពាណិជ្ជកម្មផ្នែកមួយដែលមានដំណើរការខ្លាំងបំផុតជំរុញដោយការផលិតភស្តុភារកម្មនិងតំបន់សេដ្ឋកិច្ចពិសេសឃ្លាំងនិងសម្ភារៈដឹកជញ្ជូនមានភាពទាក់ទាញសម្រាប់អ្នកជួលរយៈពេលវែងដោយសារលំហូរពាណិជ្ជកម្មក្នុងតំបន់កាន់តែរឹងមាំនាំមកជូនលោកអ្នកដោយ Real Estate TV បណ្ដុំព័ត៌មានអចលនទ្រព្យក្នុងតំបន់និងលើពិភពលោកស្ថិតនៅក្នុងដៃលោកអ្នក